អាចចង្រៃអាចចោលចង្រៃមិនលុយស្អីទេហ៎អូយណែនេះចង់ធ្វើអីណែនេះចង់សម្រាប់គ្នាឬមួយក៏យ៉ាងម៉េចហ្នឹងឯងជាចោលអាចចោលចង្រៃងាប់ទេណែឈួតទីអីចៅស្អីជាមនុស្សណានេះជាបន្ទប់ខ្ញុំមិនមែនបន្ទប់នាងទេហើយខ្ញុំបានទលួយស្អីនាងទៅហើយយ៉ាងម៉េចនេះជាសង្សារថ្មីយើងគេល្អជាងនាងឆ្ងាយណាស់ទាំងចាប់សរសៃទាំងធ្នមហើយពូកែលួងលោមទៀតតិចមួយកំ pl មិនមែនទួយមួយមុខដូចជានាងនោះទេគ្មានថ្ងៃទេព្រោះបងតាឡាស្រឡាញ់យើងស្ទើរលេមហើយយើងក៏ចេះតិចនិចសពគ្រប់បែបយ៉ាងរឿងអីដែលថាបងតាឡាទៅចោលយើងនោះគ្មានផ្លូវទេរឿងដំបងនិស័យកាលដាំឡើយមាននារីដ៏ស្រស់ស្អាតម្នាក់មានសាច់សខ្ចីដូចបណ្ដុលចេកច្រមុះស្រួចរាងតូចច្រឡឹងនាងមានឈ្មោះថាម៉ាលីសពថ្ងៃនាងរស់នៅក្នុងផ្ទះកំសត់មួយខ្នងក្បែរជើងភ្នំជាមួយម្ដាយមីងចំណាស់ម្នាក់អូអ្នកមីងមានការអីមែនទេចាគ្មានអីទេក្មួយមីងចង់មកប្រាប់ថាប្រហែលថ្ងៃទៀតនេះនឹងមានមនុស្សមកជួលបន្ទប់ផ្ទះជើងហើយណាក្មួយចាមីងតើជាស្រីឬជាប្រុសទៅអ្នកមីងចាគឺជាប្រុសទេក្មួយតែមិនអីទេណាគេជាមនុស្សល្អទេចាអ្នកមីងព្រឹកស្អែកឡើងម៉ាលីក៏បានចេញទៅធ្វើស្រែចម្ការដូចសពដងលុះល្ងាចឡើងនៅពេលដែលម៉ាលីត្រឡប់មកផ្ទះវិញម៉ាលីក៏បានឮសំឡេងគ្រីកគ្រូកនៅជាប់បន្ទប់របស់នាងនឹងមានធូលីហុយពេញបន្ទប់រកមើលអ្វីពុំឃើញជីហើយចុះធូលីមកពីណាក៏ហុយពេញបន្ទប់បែបនេះអេតិចមានចាស់លួចតែដឹងម៉ាលីក៏បានទៅយកដំបងជ្រុងមួយនៅក្បែរនោះហើយនាងក៏បានដើរចូលទៅទាំងភ័យខ្លាចពេលនោះស្រាប់តែមានស្រមោលស្ទង់ធ្វើឲ្យម៉ាលីគិតថាជាចោរនិងសំពងវាយទៅលើបរិសុទ្ធនោះយ៉ាងចាស់ដៃចោអាចចង្រៃអាចចោលចង្រៃមិនលុយស្អីទេហ៎អូយណែនេះចង់ធ្វើអីណែនេះចង់សម្រាប់គ្នាឬមួយក៏យ៉ាងម៉េចហ្នឹងឯងជាចោរអាចចោលចង្រៃងាប់ទេណែឈួតទីអីចៅស្អីជាមនុស្សណានេះជាបន្ទប់ខ្ញុំមិនមែនបន្ទប់នាងទេហើយខ្ញុំបានទលួយស្អីនាងទៅឮបែបនោះម៉ាលីក៏អត់ចង្គៀងបំភ្លឺមើលឃើញច្បាស់ថាគេជាបរិសុទ្ធសង្ហាម្នាក់ដែលមានសាច់ដុំធំនិងមានរូបរាងសង្ហាតែសភាពបានទ្រទ្រោមទៅហើយដោយសារតែនាងយកដំបងមកសំពងយ៉ាងដំណំលោកតើលោកចាំមកថៃលោកមិនអីទេមែនទេចេះស៊ូតកើតវាយឡើងចុងងាប់ហើយមិនមើលទេអីអូយមកមើលតិចមើលត្រូវច្រើនដែនតានេះពេលនោះម្ដាយមីងក៏បានមកដល់ដែលឃើញសភាពបរិននោះក្នុងសភាពទ្រទ្រង់បែបនេះគាត់ក៏សួរនាំយ៉ាងតក់ស្លុតថាស្លាប់ហើយនេះchẳngមិនថៃនឹងក្មួយបាទខ្ញុំមិនអីទេណាមីងនីងមីងយកប្រេងកាឡាមកឲ្យដែរណាក្មួយលៀបទៅណាក្មួយណាអូមិនអីទេមីងមកចាំខ្ញុំលៀបឲ្យគាត់ចុះអូយតិចទៅមើលខ្ញុំឈឺណាមានអប៉ិនក្របីមកស្រែកដូចជាក្មេងតកានហើយចុះតែមានរឿងស្អីមិនបានតែមានរឿងដល់ថ្នាក់នេះទៅវិញហ៎មកពីខ្ញុំឃើញគេរើរੂខ្ញុំគិតថាគេជាចោរចឹងខ្ញុំក៏សំពងយកយ៉ាងចាស់ដៃដូចដែលមីបានឃើញចឹងពិតធូរហើយគេមិនមែនជាចោរទីណាគេនឹងហើយជាអ្នកជួលបន្ទប់ក្បែរជើងនឹងណាអញ្ចឹងគេជាមនុស្សម្នាក់ដែលមីងប្រាប់ថាមកជួលបន្ទប់ថ្មីមែនទេប៉ុន្តែមីងប្រាប់ថាពី3ថ្ងៃទៀតទៅមកដល់ស្លាប់ហើយខ្ញុំមិនដឹងទេអ្នកមីងខ្ញុំស្មានថាគេជាចោរទៅជ្រុលដៃបន្តិចទេនេះមិនមែនតិចតួចទេណាដល់ថ្នាក់ជាប់មុខជាប់ខ្លួនបែបនេះហើយចុះពេលនេះគិតយ៉ាងម៉េចទៅក្មួយអត់ឈឺខ្លះទេបាទមិនអីទេណាមីងពេលនេះក្មួយបានធូរហើយបើអញ្ចឹងល្អហើយ
ហើយនាងគឺម៉ាលីជាក្មួយស្រីរបស់មីងណាម៉ាលីមានអារម្មណ៍រអ៊ីខ្លួននៅស្ងៀមមិនមកកអ្វីនោះទេបាទមីងថ្ងៃក្រោយអាចសម្រាប់ខ្ញុំបានដែរទីនេះបើឆ្នះម្លឹងព្រះហើយឃើញហើយខ្លាចណាស់ម្ចាស់ថ្លៃហើយណែលោកខ្ញុំមិនមែនជាខ្លារខិនឬសត្វកាចសាហាវអីណាមិនក៏ចាំបាច់ខ្លាចដល់ម្លឹងខ្ញុំស្លូតណាស់មិនដូចជាលោកគិតនោះទេស្លូតណាស់បងប្អូនជីដូនមួយខ្លាខ្ញុំនឹងប្តឹងនាងចាំទៅមើលទៅហេហេតុអីក៏ត្រូវប្តឹងខ្ញុំស្មានថាលោកជាចៅទៅបានជាខ្ញុំវាយការពារខ្លួនបែបនេះចៅឯណាសង្ហាដូចខ្ញុំអញ្ចឹងជាចៅលួចចិត្តទីដឹងជាជាក់លើខ្លួនឯងម្ល៉េះលោកកុំគិតថាឃើញស្អាតហើយព្រះម្ចាស់ថ្លៃអើយអីនោះណាមកពីលោកនេះមិនអត់ចង្គៀងបំភ្លឺធ្វើស្អីហើយនេះក៏យប់ណាស់ដែរហើយលោកមករុះរើស្អីនៅពេលនេះម៉ោងគេបោះសម្អាតរុះរើអីវ៉ាន់មិនច្រឡំគេសោះបើមិនឲ្យខ្ញុំរៀបពីនេះខ្ញុំមានកន្លែងណាសម្រាប់ទៅឬមួយក៏ចង់ឲ្យខ្ញុំទៅគេងក្នុងបន្ទប់នាងបាត់ហើយឈប់ប្រកែកគ្នាទៅណាមើលទៅទោះបីជានប់គ្នាប្រកែកដល់ព្រឹកស្អែកទៀតក៏គ្មានអ្នកណាឈ្នះចាញ់ដែរម៉ាលីឯងឆាប់សុំទោសគេទៅណាព្រោះក្មួយជាអ្នកវាយគេមានអីត្រូវសុំទោសគេនោះឬមួយគេឯងចង់ឲ្យគេប្តឹងហាតែអ្នកមីងគេណៃសុំទោសក៏បានដែរឲ្យខ្ញុំសុំទោសផងណាហើយចាត់ទុកថាជាថ្ងៃសួរខ្ញុំទៅចុះមួយទៀតឯងត្រូវតែមកមើលថែគេរហូតដល់គេស្រួលខ្លួនវិញអ្នកមីងថាម៉េចត្រូវមើលថែអានេះរោគចិត្តនេះមែនទេហេតុអីក៏ជាខ្ញុំព្រោះឯងជាអ្នកដាំហេតុនោះអីម៉ាលីដើរចេញពីបន្ទប់ដោយទឹកមុខមិនសប្បាយចិត្តលុះព្រឹកឡើងម៉ាលីក៏បានរៀបចំខ្លួនចេញទៅចំការដូចសពដងលុះដែលបានពាក់កណ្ដាប់ផ្លូវនាងក៏បានជួបនឹងតុលាដែលជាសង្សាររបស់នាងអេបងតឡាន់តាបងតឡាបងទៅមកពីណានឹងបងដើរលេងជប់ទៀតហើយមែនទេអូនប្រាប់បងប្រមាណដងហើយហេតុអីក៏បងមិនស្ដាប់អូនសោះបែបនេះស្លាប់ហើយគ្រាន់តែបងជប់ជុំមិត្តភក្តិបន្តិចបន្តួចសោះយូរម្ដងទេតើមានអីតោះខុសទៅតែបងមិនបានប្រាប់ខ្ញុំទេថាបងទៅណាននោះថែមទាំងមិនមកយកខ្ញុំនៅព្រឹកនេះទៀតណាហើយឲ្យបងសុំទោសអូនសុំទោសខុសលើកណាក៏និយាយតែពាក្យសុំទោសមិនប្រែអ្វីសោះខ្ញុំមិននៅនិយាយជាមួយបងទៀតទេខ្ញុំទៅចំការហើយនិយាយហើយម៉ាលីក៏ដើរចេញទៅបាត់ដើរបានឆ្ងាយបន្តិចនាងក៏បានជួបនឹងនាយកដែលជាអ្នកជួលបន្ទប់របស់នាងហេក្មេងឆ្នះអ្នកណាធ្វើស្អីមិនក៏មុខសុយម្លេះមនុស្សរកចិនអ្នកណាក្មេងឆ្នះនិយាយឲ្យសមរម្យតិចទៅណាចង់បានពាក្យផ្អែមល្ហែមណាស់មែនទេឬមួយក៏ត្រូវនិយាយបែបនេះអូនសម្លាញ់អ្នកណាធ្វើឲ្យអូនខឹងប្រាប់បងមកមើលពើមាសយ៉ាងម៉េចបែបនេះត្រូវចិត្តណាស់ហើយមែនទេរកចិននេះលោកកាន់តែរកចិត្តមែនតើហើយណាខ្ញុំមិនចង់វែងឆ្ងាយច្រើនទេឆាប់និយាយភ្លាមមកលោកចង់យ៉ាងម៉េចមានចង់យ៉ាងម៉េចគឺចង់ឲ្យក្មេងឆ្នះមកមើលថែខ្ញុំនឹងណាខ្ញុំឃ្លានហើយបញ្ញាប់ទៅរកអីយកមកខ្ញុំហូបមកអេខ្ញុំជាអ្នកបម្រើរបស់លោកពីងកាមិនទៅរកអីហូបខ្លួនឯងទេមើលទៅមិនឃើញឈឺត្រង់ណាផងចង់ឲ្យខ្ញុំទៅមើលថែកុំសង្ឃឹមអីសោះគ្រាន់តែនឹកឃើញដល់រឿងការពីយប់មិញស្រាប់តែឈឺស្ពឹកអស់ដៃជើងហើយនេះអូយជើងខ្ញុំកើតអីចេះកម្រើកលេងបានហើយនេះអេណែលោកកុំបំភ័យខ្ញុំណាលោកកាត់អីលោកចាំមិនដឹងអូយឈឺណាស់ខ្ញុំដើរមិនរួចទេជួយគ្រាខ្ញុំទៅផ្ទះផងទៅមើលលោកកំប្រឹងខ្ញុំណាមកចាំខ្ញុំជួយគ្រាទៅផ្ទះវិញស្លាប់ហើយមិនដឹងជាកម្មពៀស្អីខ្ញុំទេលោកអើយមកជួបនឹងមនុស្សចាប់បែបនេះនាងរੂស្អីនឹងគ្មានអីទេឆាប់ដាក់ទៅណាកុំពូកែផ្ទៀងទៅជាស្ដាប់ពេកគេខំយកចិត្តទុកដាក់ស្ដាប់នៅខទៀតដល់ពេលគេមិនស្ដាប់ថាគេមិនស្ដាប់កុំរੂច្រើនពេកមើលតិចឡើងជូនទៅផ្ទះឥឡូវហ្នឹងឆាប់ដាក់ទៅបាទទៀនម្ចាស់
ជុំនិយាយក៏បានកាលដែលទៅដល់បន្ទប់ជួលហើយនាងម៉ាលីក៏បានយកថ្នាំមកលាបរឹតជើងឲ្យនាយយ៉តព្រមទាំងចម្អិនអាហារឲ្យនាយយ៉តហូបថែមទៀតលោកអាហាររបស់ខ្ញុំទុកនៅត្រង់នេះពេលឃ្លានលោកហូបចុះខ្ញុំទៅបន្ទប់របស់ខ្ញុំហើយនាងចង់ទៅណាឬមួយក៏នាងចង់ឲ្យអ្នកជំងឺហូបបាយដោយខ្លួនឯងអញ្ចឹងធ្វើអញ្ចឹងមិនសមទេណែលោកចង់ឲ្យខ្ញុំបញ្ចុកអាហារចូលក្នុងមាត់ទៀតមែនទេមិនក៏ភ្ញាក់ផ្អើលដល់ម្លឹងអ្នកនាងមិនដែរមើលថែអ្នកជំងឺទេបើមិនធ្លាប់ទេចាំខ្ញុំប្រាប់ណែមើលថែអ្នកជំងឺគឺត្រូវរៀបចំបាយទឹកឲ្យអ្នកជំងឺករណីអ្នកជំងឺក្រោកមិនរួចត្រូវអង្គុយបញ្ចុកបាយដល់អ្នកជំងឺដោយពុំខាន់នៅពេលនេះខ្ញុំក្រោកមិនរួចទេអ្នកនាងជួយគ្រប់ទូនាទីផងទៅខ្ញុំឃ្លានហើយខ្ញុំចង់ហូបបាយណែលោកនេះកេងចំណេញលើខ្ញុំហើយណារឿងអីខ្ញុំត្រូវធ្វើតាមលោកអ្នកមីងគេមិនព្រមអើយបានហើយឆាប់ហាមាត់មកចាំខ្ញុំមកចុកក៏បានហើយសាច់កម្មណាស់ខ្ញុំបន្ទាប់ពីបញ្ចុកអាហារនាយចារួញម៉ាលីក៏ត្រឡប់មកសម្រាកនៅក្នុងបន្ទប់របស់នាងវិញលុះស្អែកឡើងថ្មនេះហើយនៅមិនទាន់ក្រោកទៀនកេងស្ពឹកម្លេះកេងដូចជាគេដាក់3ដំបងចឹងបើតាមខ្ញុំគិតត្រួសថ្ងៃមុនមិនមែន3ដំបងទេគឺច្រើនជាងនឹងទៅទៀតឬមួយក៏លោកចង់ត្រូវទៀតមែនទេវាយខ្ញុំឲ្យពិការទៅក៏ល្អដែរនឹងអាលយកនាងមកមើលថែខ្ញុំអស់មួយជីវិតលោកចង់បានចឹងណាមែនទេខ្ញុំនឹងវាយលោកឲ្យខ្ទេចមកឲ្យគ្រួសាររបស់លោកមើលឡើងស្គាល់តែម្ដងម៉ាលីអូននៅផ្ទះដែរទេនឹងអ្នកណាគេហៅអ្នកនាងឬមួយក៏ជាសង្សារអ្នកនាងទីដឹងជាអ្នកណាក៏ដោយគ្មានហេតុផលអីត្រូវជម្រាបប្រាប់លោកគ្រប់រឿងនោះទេខ្ញុំទៅហើយលោកនៅដេកឈឺម្នាក់ឯងនឹងទេអេបងតាឡាមករកអូនទាំងប្រឹងចឹងមានរឿងអីមែនទេរឿងអីក្រៅពីនឹកអូនបងនឹកអូនណាស់ឲ្យបងថើបមកសើតមកណែបងតាឡាកុំមកចង់ធ្វើឈួតនឹងណាស្អុយស្រាខ្លាំងណាស់បងទៅផឹកទៀតហើយមែនទេអូនប្រាប់ប្រមាណដងហើយថាឲ្យឈប់ផឹកបើមិនឈប់ផឹកទេនោះក៏គួរកាត់បន្ថយដែរណាចុះបងកាត់បន្ថយផឹកហើយតើពីមុនបងផឹកមួយកេះគ្នា5នាក់ឥឡូវនេះមួយកេះផឹកតែ3នាក់ទេបងធ្វើតាមអូនហើយតើនៅខុសទៀតអីពិបាកគប់ចិត្តម្លេះលោកអើយកាត់ពីអញ្ចឹងបងមកនិយាយរួញបានហើយខ្ញុំមិនចង់និយាយជាមួយបងទៀតទេត្រឡប់ទៅផ្ទះវិញទេនិយាយហើយម៉ាលីក៏ដើរចូលទៅក្នុងផ្ទះបាត់ទៅហេម៉ាលីពុទ្ធើយអត់លិតដដែលអញមានតែទៅកន្លែងចាស់វត្តភ្នំទៀតហើយអញលុះល្ងាចឡើងម៉ាលីក៏ទៅសួរសុខទុក្ខនាយយ៉តដល់បន្ទប់លោកចាំមកឆៃបានធូរខ្លះហើយនៅខ្ញុំរៀងធូរស្រាលខ្លះហើយបានអញ្ចឹងលោកជួយជូនខ្ញុំទៅក្រៅបន្តិចទៅណាមានចិត្តងងឹតហើយតើបានលោកមិនជូនខ្ញុំទៅទេខ្ញុំទៅម្នាក់ឯងក៏បានដែរចុះខ្ញុំមិនទាន់បានថាមិនជូនអ្នកនាងទៅណាម៉ាលីចង់ទៅណាខ្ញុំជូនទៅគ្រប់ទីកន្លែងម៉ាលីបាននាំនាយយ៉តទៅដើរលេងនៅជើងភ្នំដើម្បីស្រូបយកខ្យល់អាកាសហើយជាកន្លែងដែលនាងនិងតុលាឧស្សាហ៍ទៅលំហែលុះដល់ពេលទៅដល់ស្រាប់តែបានឃើញសង្សាររបស់នាងកំពុងអង្គុយអោបនារីយ៉ាងមានភាពស្រាប់ស្រាលម៉ាលីឃើញដេចនោះនាងក៏យំខឹងយ៉ាងខ្លាំងបងតាឡានេះបងកំពុងធ្វើអីហ្នឹងបងក្បត់ខ្ញុំសោកស្ដាយណាស់ដែលចំណាយពេលនៅជាមួយមនុស្សខុសដូចជាបងចាប់ពីថ្ងៃនេះទៅយើងឡើងជាអ្វីនឹងគ្នាទៀតហើយស្រឡាញ់គ្នាឲ្យងាប់ចិត្តថ្លៃហើយយ៉ាងម៉េចនេះជាសង្សារថ្មីយើងគេល្អជាងនាងឆ្ងាយណាស់ទាំងចាប់សរសៃទាំងធ្នមហើយពូកែលួងទៀតតិចមួយកំ pl េ
មិនមែនទួយមួយមុខដូចជានាងនោះទេគ្មានចេះ sweet អីបន្តិចសោះដោយគូលឈើអញ្ចឹងលោកអើយខ្ញុំមិននឹកស្មានថាបងជាមនុស្សថោកទាបអញ្ចឹងសោះមានមួយមិនស្គាល់មាន10មិនស្គាល់នាងចាំតែមើលចុះថ្ងៃណាមួយនាងនឹងទទួលបានមេរៀនឈឺចាប់ដូចជាខ្ញុំពេលនេះគ្មានថ្ងៃទេព្រោះបងតាឡាស្រឡាញ់យើងស្ទើរលេមហើយយើងក៏ចេះតិចនិចសពគ្រប់បែបយ៉ាងរឿងអីដែលថាបងតាឡាទៅចោលយើងនោះគ្មានផ្លូវទេមែនទេបងតាឡាសម្លាញ់ចិត្តអូនម៉ាលីកុំទៅស្ដាយមនុស្សបែបហ្នឹងនៅមានមនុស្សល្អជាច្រើនទៀតដែលកំពុងរងចាំនាងមនុស្សបែបហ្នឹងនៅជាមួយមនុស្សគ្មានប្រយោជន៍អញ្ចឹងគឺស័ក្តិសមនឹងគេណាលោកយ៉នជួយជូនខ្ញុំទៅផ្ទះវិញផងណាខ្ញុំមិនចង់នៅទីនេះទៀតទេបាទទោះបីជាម៉ាលីមិនប្រាប់ក៏ខ្ញុំត្រូវតែជូនម៉ាលីទៅផ្ទះដែរព្រោះខ្ញុំក៏នៅផ្ទះម៉ាលីដែរណែយើងសូមប្រមានឯងចាប់ពីថ្ងៃនេះតទៅជប់មកពាក់ព័ន្ធជាមួយនឹងម៉ាលីទៀតបើមិនចឹងទេនោះឯងមានរឿងជាមួយជើងជាមិនខានហើយនិយាយហើយនាយចតក៏បានជូនម៉ាលីទៅដល់ផ្ទះវិញពេលដែលម៉ាលីទៅដល់ផ្ទះរបស់នាងនាងមិនបាននិយាយអ្វីទាំងអស់ក៏ដើរចូលតម្រង់ទៅក្នុងបន្ទប់របស់នាងនាយចតក៏បណ្ដោយឲ្យនាងនៅម្នាក់ឯងសិនចុះលុះស្អែកឡើងនាយចតបានមកសួរសុខទុក្ខនាងដល់បន្ទប់ព្រមទាំងជូនម៉ាលីទៅដើរលេងគ្រប់ទីកន្លែងដែលនាងចង់ទៅតាមការពិតនាយចតបានលួចស្រឡាញ់ម៉ាលីតាំងពីម៉ាលីមិនទាន់តាក់ទងជាមួយតុលាឯណោះព្រោះអីនាយចតគឺជាកូនលោកដង្ខៅម្នាក់ដែលម៉ាលីតែងតែយកផលដំណាំទៅលក់នាយចតតែងតែលួចមើលម៉ាលីដល់ចំការស្ទើររាល់ថ្ងៃដោយចិត្តទ្រាំមិនបានក៏សម្រេចចិត្តចូលជួលបន្ទប់នៅក្នុងផ្ទះម៉ាលីព្រមទាំងបានព្យាយាមតាមលួងលងចិត្តរបស់ម៉ាលីរហូតដល់នាងព្រមស្រឡាញ់លោកវិញពួកគេទាំងពីរនាក់ក៏បានយល់ចិត្តគ្នានិងចាប់ដៃគ្នាជាប្តីប្រពន្ធសាងស្នេហ៍យ៉ាងសុខសាន្តតរៀងទៅដោយសារតែដំបងនេះហើយទើបពួកយើងមានថ្ងៃនេះវាជាដំបងនិស័យចង់ផ្គប់ចិត្តអូនហើយនឹងបងឲ្យនៅក្បែរគ្នាជារៀងរហូតបងនិយាយអញ្ចឹងឬមួយក៏បងចង់ឲ្យអូនវាយបងទៀតមែនទេវាយមកវាយឲ្យបងពិការតែម្ដងទៅអូននឹងបានមើលថែបងអស់មួយជីវិតនោះអីបងឯងនេះខូចណាស់នេះគេមិនហៅថាខូចទេគេហៅថាលួចស្រឡាញ់ច្រើនជាង